នៅក្នុងវគ្គនេះយើងមកស្គាល់មនុស្សម្នាក់ដែលមានឈ្មោះថា Genus ឈ្មោះរបស់គាត់ស្រដៀងនឹង Genos ដែលគាត់នេះហើយគឺជាម្ចាស់ The House of Evolution នឹងឯងតែតាមពិតទៅគាត់ចាស់ណាស់ទៅហើយដោយសារគាត់ជាអ្នកវិទ្យាសាស្ត្រដ៏ពូកែម្នាក់អាចធ្វើឲ្យខ្លួនរបស់គាត់នឹងប្រែមកក្មេងវិញបានជាពិសេសគាត់អាចប្រើសែនសត្វជាច្រើនលាយឡំជាមួយមនុស្សបង្កើតទៅជាបិសាចផ្សេងដែលស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ចំណែកពីរនាក់គ្រូនិងសិស្សឯនេះវិញបន្ទាប់ពីសួរអាស្វានឹងដឹងរឿងរ៉ាវនិងដឹងទីតាំងអស់ហើយក៏សម្រេចចិត្តទៅកំទេច The House of Evolution នឹងចោលអាស្វានឹងក៏ឆ្លៀតផ្ញើសារប្រាប់មេរបស់វាជាមុនផងដែរចេនួយនេះវិញកំពុងតែភ័យខ្លួនព្រោះថាបើសិនជាសៃតាម៉ាមកមែនកន្លែងរបស់គេនឹងប្រកាសជាខ្ទេចអស់មិនខាននឹងមានគម្រោងដោះលែងបិសាចដែលខ្លាំងបំផុតរបស់គេដែលមានឈ្មោះថា Carnage ឲ្យទៅទប់ទល់ជាមួយនឹងសៃតាម៉ាអ្នកទាំងពីរឯនេះវិញរត់កាត់ភ្នំកាត់ព្រៃទីបំផុតក៏មកដល់កន្លែងនឹងមែនGenos ប្រើភ្លើងដុតឆេះទ្រុលអស់រលីងសៃតាម៉ាឃើញមានទ្វារមួយហើយក៏នាំគ្នាចូលមកខាងក្នុងGenos បានដោះលែងបិសាចដ៏ខ្លាំងបំផុតរបស់គេដែលមានឈ្មោះថា Carnage នឹងគ្រាន់តែរត់មកដល់ដាក់Genosម្ដាយសន្លប់បាត់មាត់ឈាងបាត់ទៅហើយសៃតាម៉ាហើយយ៉ាងណាក៏ហៅមិនឆ្លើយដែរCarnageបបួលសៃតាម៉ាវាយមួយស្មើនៅបន្ទប់ធំទូលាយសៃតាម៉ាថាតោះកំពុងតែខឹងរឿងវាយGenosស្រាប់ផងតែពេលហ្នឹងGenosទម្លុះជញ្ជាំងមកហើយក៏វាយគ្នាជាមួយនឹងCarnage Genosព្យាយាមវាយជាមួយCarnageអស់រយៈពេលយ៉ាងយូរនិងប្រើអស់ជាច្រើនក្បាច់ផងដែរប៉ុន្តែទោះបីជាព្យាយាមវាយយ៉ាងណាក៏មិនអាចយកឈ្នះបានសោះនឹងត្រូវCarnageវាយប៉ើងមកវិញរហូតចំណែកGenosឯនេះវិញខំដើរមកទាំងមានរបួសព្រោះចង់ឃើញCarnageផ្ដួលសៃតាម៉ាដោយផ្ទាល់ភ្នែកសៃតាម៉ានិយាយទៅCarnageថាសង្ឃឹមថាឯងនឹងខ្លាំងកុំធ្វើឲ្យខ្ញុំខកចិត្តដូចជាពួកអាប្រមាណអ្នកនោះឯសោះCarnageលឺអញ្ចឹងក៏ប្រើល្បឿនយ៉ាងលឿនមកពីក្រោយខ្នងប៉ុន្តែបែរជាហោះទៅឲ្យឆ្ងាយទៅវិញព្រោះថាអត់ហ៊ានវាយដោយសារតែគាត់មើលឃើញអំពីធម្មពលរបស់សៃតាម៉ាដែលធ្វើឲ្យមេរបស់វានឹងមានការស្រងាក់ចិត្តជាខ្លាំងCarnageសួរទៅសៃតាម៉ាថាធ្វើយ៉ាងម៉េចទើបមានកម្លាំងខ្លាំងក្លាបែបនេះសៃតាម៉ាក៏តបទៅអ្នកទាំងអស់គ្នារួមទាំងGenosដែលជាកូនសិស្សរបស់គាត់ផងដែរបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងគាត់ប្រាប់គាត់ទទួលបានកម្លាំងនិងធម្មពលបែបនេះផ្ដើមចេញពីការវឹកហាត់ការវឹកហាត់របស់គាត់មានដូចជាអាវ៉ង់ឲ្យបាន100ដងនិងអាក្បាច់ងើបចងើបឡើងនឹង100ដងរត់10គីឡូម៉ែត្រនិងធ្វើបែបនេះជារៀងរាល់ថ្ងៃនិងចំណុចសំខាន់ផ្សេងទៀតមានដូចជាពេលព្រឹកញ៉ាំតែចេកកុំប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅពេលរដូវក្តៅនិងកុំប្រើម៉ាស៊ីនកម្ដៅនៅពេលរដូវរងាគាត់វឹកហាត់បែបនេះអស់រយៈពេល1ឆ្នាំកន្លះក៏ចាប់ផ្ដើមជ្រុះសក់ក៏ជាពេលធ្វើឲ្យគាត់ទទួលបានកម្លាំងខ្លាំងក្លាផងដែរនិយាយចប់អ្នកទាំងអស់គ្នានឹងគឺថាអត់ជឿតតែសោះជាពិសេសគឺGenosគិតថាលោកគ្រូអត់ចង់ប្រាប់ទេតែសៃតាម៉ាប្រាប់ថាគាត់ពិតជាវឹកហាត់អញ្ចឹងមែនអ្វីដែលគាត់បានហាត់គឺគាត់ប្រាប់អស់ហើយCarnageនិយាយថាបើមិនចង់ប្រាប់ទេក៏មិនអីដែរយើងនឹងសម្លាប់ឯងឲ្យបានក៏បដូររូបរាងឲ្យកាន់តែខ្លាំងទៅមួយតង់ទៀតដែលហៅថាCarnage Moodសម្បីតែម្ចាស់របស់វានឹងក៏ចង់ឲ្យប្រើCarnage Moodដែរដោយសារតែបាត់ការគ្រប់គ្រងនិងសម្លាប់រង្គាលគ្មានអ្នកណាអាចបញ្ឈប់បានទេCarnageចាប់ផ្ដើមវាយសៃតាម៉ាវាយយកច្រើនមែនទែនសម្បីតែកូនសិស្សនឹងក៏រៀងភ័យដែរចំគ្រូអញមិនចេះCarnageព្យាយាមវាយទៅសៃតាម៉ារៀងយូរដែរសៃតាម៉ាទើបនឹកឃើញអាម្ហូបដែលគេបញ្ចុះតម្លៃក៏ខឹងខ្លាំងមែនទែនហើយក៏វាយCarnageមួយដៃស្លាប់ភ្លាមនៅនឹងកន្លែងកាត់ហែទៅធ្វើឲ្យអាមួយមេគេនឹងរៀងស្រឡាងកាំងមិននឹកស្មានដល់ថាសៃតាម៉ាខ្លាំងបែបនេះសោះGenosប្រាប់ថាគាត់ខឹងចឹងដោយសារតែរឿងម្ហូបហ្នឹងឯងGenosប្រាប់ទៅសៃតាម៉ាអត់ទាន់ហួសម៉ោងទេបើយើងប្រញាប់ទៅប្រកាសជាទៅទាន់មិនខានពីរអ្នកគ្រូនិងសិស្សក៏ប្រញាប់រត់ទៅបាត់ទៅក្រោយមកយើងឃើញថាមានមនុស្សមួយក្រុមមកត្រួតពិនិត្យកន្លែងកាត់ហាត់ផ្ទៃខាងលើកន្លែងដែលGenosបានដុតនៅក្នុងទីក្រុងមួយមានមនុស្សមួយក្រុមហៅថា Paradiser ដែលដឹកនាំដោយបុរសម្នាក់មានឈ្មោះថា Hammerhead ពួកគេនិយាយថាសង្គមមួយនេះអ្នកមានកាន់តែមានរីឯអ្នកក្រគឺកាន់តែក្រហេតុនេះគាត់ចង់ផ្លាស់ប្ដូរសង្គមមួយនេះចេញដែលដឹកនាំដោយគាត់ផ្ទាល់តែម្ដងនឹងទៅសម្លាប់មនុស្សម្នាក់ចោលឈ្មោះថា Cenero ដែលជាអ្នកមានជាងគេនៅក្នុងទីក្រុងហ្នឹងពួកគេកំទេចអគារមួយចោលប៉ុន្តែកូនចៅរបស់គេមើលផែនទីខុសនោះមិនមែនជាអគាររបស់លោកCeneroទេក្មេងតូចរបស់យើងភ្ញាក់ពីគេងលុបមុខបណ្ដាមើលព័ត៌មានបណ្ដាក៏មានមនុស្សមួយក្រុមហៅថា Paradiser ហ្នឹងកំពុងតែអុកឡុកទីក្រុងដឹកនាំដោយ Hammerhead ហ្នឹងឯងក៏ជាអ្នកមានប្រវត្តិប្រព្រឹត្តអកតកម្មផ្សេងជាច្រើនផងដែរដំបូងសៃតាម៉ាអត់ខ្វល់ទេតែឮថាចំណុចសំខាន់នៃក្រុមហ្នឹងគឺក្បាលតងោទាំងអស់
សៃតាម៉ាគ្រាន់តែលឺអញ្ចឹងគឺថាខឹងឆេវហ្មងដោយសារក្បាលតងោដោយគាត់នឹងខ្លាយមហាជនយកច្រឡំថាគាត់ជាបកពួកក្រុមនឹងដែរដូច្នេះគាត់ត្រូវតែទៅកម្ចាត់ក្រុមនឹងចោលក្រុមផារ៉ាដៃកំពុងតែអុកឡុកពេញទីក្រុងឯនេះមានអ្នកក្លាហានដ៏អស្ចារ្យម្នាក់បានជិះកង់មកដើម្បីទប់ទល់ជាមួយនឹងក្រុមនឹងដែរដែលមានរហស្សនាមថា Movement Rider ធ្វើឲ្យមនុស្សម្នានៅទីនោះហាក់មានសង្ឃឹមបន្តិចប៉ុន្តែមានណាគ្រាន់តែគេដាក់ម្ដាយសន្លប់បាត់ឈឹងបាត់ហើយនិយាយទៅហេរ៉ូនៅបានកែមែនតើចំណែកអ្នកមានជាងគេដែលជាលោកសេនេរូឯនេះវិញកូនចៅរបស់គាត់ម្នាក់ប្រាប់ថាឲ្យគេចខ្លួនសិនទៅព្រោះតាក្រុម Paradise កំពុងតែសម្ដៅមកទីនេះហើយតែអ្នកការពារគាត់ម្នាក់ទៀតឈ្មោះថាសាន់និចប្រាប់ថាមិនចាំបីរតនាទេក្រុមពួកនឹងទុកឲ្យគាត់ជាអ្នកចាត់ការក្រុម Paradise ដែលមកដល់ក៏ជួបគ្នាជាមួយសាន់និចចេញមកកន្លែងហ្នឹងគឺថាលយមែនទែនបែបស្រមោលមើលទៅញាក់សាច់តែម្ដងដោយសារតែគាត់គឺជានិនចាការប្រយុទ្ធក៏បានចាប់ផ្ដើមសាន់និចហក់កាត់ក្បាលកូនចៅរបស់ Hammerhead តែមួយផ្លែតស្លាប់អស់រលីងជាចុងក្រោយវាយគ្នាមួយស្មើតែម្ដងសាន់និចមានល្បឿនលឿនហក់កិច្ចចុះកិច្ចឡើង Hammerhead ព្យាយាមគប់ដុំថ្មប៉ុន្តែគប់យ៉ាងណាក៏គប់អត់ត្រូវដែរនឹងប្រើប្រាស់ដុំថ្មព័ទ្ធជារង្វង់ដើម្បីងាយស្រួលវាយតែចុងក្រោយនៅតែវាយចាញ់សាន់និចដដែលក៏ដាក់មេប្រូចចូលព្រៃប្រូចបាត់ទៅចំណែកជានៅឯនេះវិញកំពុងតែអាប់ក្រេតរាងកាយដើម្បីឲ្យកាន់តែខ្លាំងជាងមុនហើយ Hammerhead ដែលរត់មិញហ្នឹងក៏រត់មកជួបគ្នាជាមួយនឹងសៃតាម៉ាដោយចៃដន្យមែនទែន Hammerhead ឃើញសៃតាម៉ាក្បាលត្រងោដែរអញ្ចឹងក៏សួរថាចង់មកចោះឈ្មោះចូលក្រុមគេដែរមែនសៃតាម៉ាក៏ប្រាប់ថាអត់ទេមកនឹងវាយពួកឯងហ្នឹងឯងហើយក៏សួរទៅថាចុះឯណាកូនចៅHammerhead លឿនអញ្ចឹងខឹងខ្លាំងមែនទែនក៏វាយសៃតាម៉ាយកតែម្ដងប្រកាសណោះសៃតាម៉ាគឺថាអត់ខ្ចីកិច្ចទេឈរឲ្យវាយអត់មានប៉ាងអីមកបៀបរោះក្បាលដែរក៏ព្យាយាមវាយទៀតតែសៃតាម៉ាចាប់ជាប់និងវាយវិញមួយដៃធ្វើឲ្យបែកអាវក្រោះអស់រលីងចេញពីខ្លួនសៃតាម៉ាប្រាប់ថាឈប់ធ្វើជាមនុស្សអាក្រក់ទៀតបើមិនចង់ស្លាប់ Hammerhead ក៏ដាក់មេប្រូចទៀតពេលហ្នឹងសាន់និចក៏បានមកដល់ល្មមហើយសួរថាឃើញ Hammerhead អត់គ្រាន់តែសៃតាម៉ាប្រាប់ថា Hammerhead រត់ទៅតាមផ្លូវនោះបាត់ហើយក៏គប់អាវុធសម្ងាត់មកតែម្ដងតែសៃតាម៉ាចាប់ជាប់នឹងហក់ចាក់មួយទៀតសៃតាម៉ានៅតែចាប់ជាប់ដដែលសៃតាម៉ាប្រាប់ថាខ្ញុំមិនមែនជាគ្នា Paradise អីទេតែសាន់និចមិនជឿហើយក៏អត់ខ្វល់ដែរដោយសារតែសៃតាម៉ាទប់គាត់ជាប់ពីក្បាច់ហើយអញ្ចឹងត្រូវតែស្លាប់សាន់និចប្រើល្បឿនយ៉ាងលឿនរបស់គេលោតជុំវិញសៃតាម៉ាដោយគិតថាសៃតាម៉ារកគាត់មិនឃើញហើយក៏ហក់មកបែកតែសៃតាម៉ាគ្រាន់តែលើកដៃចោលក៏ត្រូវចំផ្លោកហួលបកាច់បកិនទៅសាន់និចក៏បានប្រាប់ថាបើសិនជាជួបលើកក្រោយនឹងសម្លាប់សៃតាម៉ាឲ្យបានសៃតាម៉ាតបថាខំវឹកហាត់ទៅអញ្ចឹងសៃតាម៉ាមកដល់ផ្ទះវិញរៀងអន់ចិត្តបន្តិចព្រោះខឹងកំចាត់បីសាច់និងសត្វចម្លែកផ្សេងច្រើនមែនទែនដើម្បីសុវត្ថិភាពដល់ប្រជាជនតែអត់មានអ្នកណាស្គាល់គាត់សោះសូម្បីតែសាន់និចមិញអីក៏អត់ស្គាល់ថាគាត់នឹងជាហេរ៉ូអីដែរតាមពិតអញ្ចឹងមែនសូម្បីតែកំចាត់ក្រុម Paradise ហ្នឹងគុណសម្បត្តិក៏បានទៅលើ Movement Rider ទៅវិញហើយអាប៉ែតហ្នឹងអត់មានបានការអីសោះហ្នឹងគាត់ទៅគេវាយម្ដាយសន្លប់បាត់ហើយជានៅលើអញ្ចឹងក៏ដឹងថាមកពីយើងអត់បានចោះឈ្មោះចូលជាបញ្ជី Hero នឹងគេវគ្គនេះចប់ត្រឹមហ្នឹងពីអ្នកគ្រូនឹងសិស្សចោះឈ្មោះប្រឡងចូលជា Hero